នេះខ្ញុំសូមលំអរកាយគោរពជំរាបសួរដល់លោកស្រីអ្នកនាងកញ្ញាជាទីគោរពស្រឡាញ់រាប់អានថ្ងៃនេះនាងខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយខ្លាំងមែនទែនដែលនាងខ្ញុំបានមកបកស្រាយអំពីប្រធានបទស្តីអំពីច្បាប់ចរាចរណ៍ផ្លូវគោកនៅក្នុងប្រទេសកម្ពុជាចាដូចយើងដឹងស្រាប់ហើយសប្តាហ៍នេះមិនថានៅក្នុងប្រទេសកម្ពុជាក៏ដូចជាបណ្ដាប្រទេសផ្សេងៗនៅលើពិភពលោកគឺតែងតែជួបជាមួយនឹងបញ្ហាចរាចរណ៍នៅលើដងផ្លូវដែលបង្កឲ្យមានរបួសស្នាមបង្កឲ្យមានគ្រោះថ្នាក់រហូតដល់បាត់បង់ជីវិតបង្កឲ្យមានការប៉ះពាល់ទៅដល់សុខសន្តិភាពសុខសុវត្ថិភាពចាបង្កឲ្យមានភាពប៉ះពាល់ទៅដល់សេដ្ឋកិច្ចជាតិសេដ្ឋកិច្ចគ្រួសារក៏ដូចជាបញ្ហាស្មុគស្មាញជាច្រើនទៅដល់ប្រទេសជាតិផងដែរចាហើយថ្ងៃនេះនាងខ្ញុំនឹងលើកអំពីបញ្ហាច្បាប់ដែលមានបញ្ញត្តិនៅក្នុងមិនថាក្រមរដ្ឋប្រវេណីឬក៏ក្រមព្រហ្មទណ្ឌនៃប្រទេសកម្ពុជាផងដែរចាបើយើងយោងទៅតាមមាត្រា85ចាស្តីអំពីចរាចរណ៍ផ្លូវគោកការបើកបរដោយធ្វេសប្រហែសខ្ជិលគ្មានការប្រុងប្រយ័ត្នមានន័យថាគាត់បើកបរដោយគ្មានបានបើកបរក្នុងស្ថានភាពស្វឹងបើកបរបង្កឲ្យមានមនុស្សស្លាប់ជាច្រើនអ្នកចាហើយការរត់គេចវេះរត់គេចខ្លួនពីកន្លែងកាត់ហេតុក្នុងគោលបំណងមិនទទួលខុសត្រូវសំណួរសួរថាតើជនល្មើសនឹងទទួលទោសទណ្ឌបែបណាខ្លះចាដូច្នេះហើយដូចខ្ញុំរៀបរាប់ក្នុងលក្ខខណ្ឌខាងលើចាទាំងប្រមាណចំណុចហ្នឹងមិនថាគាត់បើកបរដោយគ្មានបានបើកបរក្នុងស្ថានភាពស្វឹងចាបើកបរបង្កឲ្យមានមនុស្សស្លាប់ជាច្រើនអ្នកឬក៏ការគេចវេះការរត់គេចខ្លួនដោយការមិនទទួលខុសត្រូវនេះគឺគាត់ត្រូវតែទទួលទោសពីបទល្មើសចាមានន័យថាពេលដែលគាត់បុកគេស្លាប់ហើយគាត់រត់គេចខ្លួនគឺគាត់ត្រូវតែទទួលទោសពីបទល្មើសចាបទល្មើសទី1ការបើកបរដោយធ្វេសប្រហែសខ្ជិលគ្មានការប្រុងប្រយ័ត្នចាដូចខ្ញុំរៀបរាប់ខាងលើចឹងអ្នកនរគ្នាចាអញ្ចឹងមាត្រា85គឺបានបញ្ញត្តិយ៉ាងច្បាស់ថាជនល្មើសត្រូវផ្ដន្ទាទោសជាប់ពន្ធនាគារពី2ឆ្នាំទៅ5ឆ្នាំនិងបណ្តេញជាសាច់ប្រាក់ពី10លានរៀលទៅ25លានរៀលចាហើយចំពោះបទល្មើសទី2ការបទល្មើសរត់គេចខ្លួនចាបទល្មើសរត់គេចខ្លួននេះយើងយោងទៅតាមមាត្រា543នៃក្រមព្រហ្មទណ្ឌបានបញ្ញត្តិថាជនល្មើសត្រូវផ្ដន្ទាទោសជាប់ពន្ធនាគារពី6ខែទៅ2ឆ្នាំនិងបណ្តេញជាសាច់ប្រាក់ពី1លានរៀលទៅ4លានរៀលចាសរុបសេចក្តីមកនៅពេលដែលជនល្មើសដែលគាត់ទទួលនិយាយនោះគឺគាត់ធ្វើខុសក្នុងប្រមាណលក្ខខណ្ឌដែលខ្ញុំរៀបរាប់ខាងលើនេះគឺគាត់ត្រូវតែទទួលទោសពីបទល្មើសក្នុងពេលតែមួយចាអញ្ចឹងក្នុងនាមខ្ញុំជាប្រជាពលរដ្ឋខ្ញុំសូមសំណូមពរដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាចាបើកបរដោយភាពប្រុងប្រយ័ត្នចាបើកបរដោយសុវត្ថិភាពចាគឺដើម្បីបញ្ជៀសរាល់បញ្ហាផ្សេងៗហើយវាក៏ជាសុខសុវត្ថិភាពសម្រាប់ខ្លួនយើងចាគ្រួសារក៏ដូចជាអ្នកដទៃចាហើយជាពិសេសគឺចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិផងដែរចាអញ្ចឹងគឺក្នុងនាមយើងជាប្រជាពលរដ្ឋទាំងអស់គ្នាគឺចាប់ផ្ដើមពីយើងទាំងអស់គ្នាក្នុងការគោរពច្បាប់ចរាចរណ៍ក៏ដូចជាគោរពច្បាប់នៅក្នុងប្រទេសផងដែរចានេះខ្ញុំសូមអរគុណសូមជម្រាបលា